សួស្តីអ្នកទាំងអស់គ្នាខ្ញុំធ្វើវីដេអូនេះគឺសម្រាប់អ្នកដំបូងម្ដងទៀតដោយសារមានគ្នាយើងសំណូមពរឲ្យធ្វើពីដំបូងទៅណាអញ្ចឹងប្រហែលជាយើងចាប់ផ្ដើមម្ដងទៀតហើយខ្ញុំនឹងព្យាយាមពីដំបូងនឹងឡើងទៅរហូតដល់ទៅដល់ខ្ពស់ណាពីចំណុច A1 រហូតទៅដល់ B1 បងប្អូនហើយបងប្អូនអាចតាមដានពីវីដេអូនេះតទៅខ្ញុំចាប់ផ្ដើមពីដំបូងទៅម្ដងទៀតណាបាទហើយមេរៀននេះគឺខ្លីទេយើងចង់និយាយថាឈ្មោះយើងយ៉ាងម៉េចនោះគឺយើងត្រូវប្រើពាក្យដូចខាងក្រោមណាអញ្ចឹង mein Name ist ឈ្មោះរបស់ខ្ញុំគឺថាតើឈ្មោះរបស់ខ្ញុំគឺយើងប្រើបានអីខ្លះយើងអាចប្រើបានងាយស្រួល3ប្រភេទនោះគឺទី1 ich heiße បូកនឹងឈ្មោះយើងមកបងប្អូនតើយើងឈ្មោះអីឧទាហរណ៍ ich heiße Max ខ្ញុំឈ្មោះ Max ណា das Verb ist heißen នេះគឺជាកិរិយាសព្ទប្រែថាហៅឈ្មោះចឹងយើងយកទៅប្រើប្រាស់គឺដល់ពេលប្រើជាមួយនឹងខ្ញុំ ich heiße គឺមានកន្ទុយ a នៅបន្លោះនេះណាបងប្អូនទី2យើងប្រើពាក្យថា mein Name ist ហើយនឹងដាក់ឈ្មោះយើងកន្លែងនេះមកចឹងគឺវាស្មើនឹងភាសាអង់គ្លេស my name is ដូចគ្នាចឹងឧទាហរណ៍ mein Name ist Anna ឈ្មោះរបស់ខ្ញុំគឺ Anna យល់ទេបងប្អូនបាទទី3យើងនិយាយថា ich bin ខ្ញុំគឺចឹងខ្ញុំគឺមានន័យថាខ្ញុំឈ្មោះហ្នឹងហើយបងប្អូនចឹងឧទាហរណ៍ ich bin Lukas ណាអូខេចឹងយើងសួរឈ្មោះគេយើងសួរថាម៉េចចឹងបងប្អូនអាចសួរឈ្មោះគេបានគឺឧទាហរណ៍សម្រាប់លេខ1យើងសួរថាលោកឈ្មោះអ្វី Wie heißen Sie នេះបើយើងចង់សួរឈ្មោះគេណាបងប្អូន Wie heißen Sie ចឹងចម្លើយសម្រាប់ទី1នោះគឺសំណួរបែបនេះចឹងយើងឆ្លើយថា Ich heiße Max ឧទាហរណ៍ណាសម្រាប់ឈ្មោះលេខរៀងទី2យើងសួរថាម៉េចបានយើងឆ្លើយអញ្ចឹងបានបងប្អូនយើងសួរគេថា Wie ist Ihr Name តើឈ្មោះរបស់លោកគឺយ៉ាងដូចម្តេចដែរអញ្ចឹងចម្លើយរបស់វាគឺ mein Name ist ឧទាហរណ៍ mein Name ist Anna ឈ្មោះរបស់ខ្ញុំគឺ Anna ដល់ខាងក្រោមលេខ3 ich bin តើសំណួរគេសួរថាម៉េចបានយើងឆ្លើយអញ្ចឹងបានបងប្អូនសំណួរគេប្រកាសជា wer sind Sie ប្រកាសជាគេសួរថាតើលោកជានរណាណា wer sind Sie តើលោកជានរណាចឹងចម្លើយខ្ញុំគឺណាឧទាហរណ៍ ich bin Lukas ខ្ញុំគឺ Lukas សង្ឃឹមថាបងប្អូនអាចទទួលបានទាំងអស់គ្នាខាងក្រោមនេះគឺជាការពន្យល់នៅពេលដែលយើងប្រើជាមួយនឹងមិត្តភ័ក្តិគឺមិនផ្លូវការទេមិនគួរសមប៉ុន្មានទេយើងសួរថា Wie heißt du oder wer bist du តើឯងឈ្មោះអីឬក៏ឯងជានរណាសម្រាប់គួរសម formel យើងប្រើថា Wie heißen Sie តើលោកឈ្មោះអ្វី oder wie ist Ihr Name តើឈ្មោះរបស់លោកយ៉ាងដូចម្តេចដែរយល់ទេបងប្អូនបាទអូខេអញ្ចឹងយើងមើលមកខាងក្រោមទៀតយើងនឹងមានលំហាត់ខាងក្រោមបងប្អូនអញ្ចឹងអំបញ្ញមិញគឺយើងបានស្គាល់ហើយអញ្ចឹងយើងធ្វើលំហាត់ទី1 Hallo ich Emma ខ្ញុំឈ្មោះ Emma អញ្ចឹងបងប្អូនយកអីទៅដាក់អញ្ចឹងបងប្អូនរើសយកមួយមកមាន heißen bin ist អញ្ចឹងខ្ញុំបញ្យល់ថា
សម្រាប់កិច្ចសព្ទអស់នេះគឺវាត្រូវការបំបែកអញ្ចឹងខ្ញុំគឺត្រូវបានតែមួយនឹងទេក្នុងចំណោមហ្នឹងគឺ ich bin ណាបងប្អូនហ្នឹងហើយ ich bin បន្ទោះគូអូសដៃវិញអូខេអូសចូលហើយនេះ ich bin immer អញ្ចឹងយើងអាចរៀនបំបែកកិច្ចសព្ទទាំងអស់គ្នាមកទៅខ្ញុំទៅសេទៅខាងស្ដាំដៃដោយសារកិច្ចសព្ទហ្នឹងគឺណា sein បកប្រែថាគឺអញ្ចឹង ich bin នេះដល់ពេលយើងប្រើគឺ ich bin du bist sie sind er sie ហើយនឹង s យើងប្រើ ist យល់ទេអញ្ចឹងវា sind ពួកយើងគឺ ihr seid អញ្ចឹង sie sind អូខេអញ្ចឹងយើងមើលទាំងអស់គ្នាក្នុងនេះគឺមាន bin នៅទីនេះអញ្ចឹង ich มันអាចប្រើជាមួយនឹងកន្លែងផ្សេងនេះបានទេវាអាស្រ័យទៅលើប្រធានអញ្ចឹងប្រធានកំណត់វាសនារបស់កិច្ចសព្ទអញ្ចឹង ich គឺត្រូវប្រើជាមួយនឹង bin គឺខ្ញុំគឺណាអញ្ចឹង ich bin យើងត្រូវយកមកដាក់កន្លែងនេះមក ich bin ណាចម្លើយដែលត្រឹមត្រូវគឺ ich bin អូខេសង្ឃឹមថាអ្នកនរគ្នាយល់បន្ទាប់មកទៀតគឺខាងក្រោមណាខាងក្រោមនេះគឺគេដាក់ថា mein Name Michael អញ្ចឹងប្រកាសជាមួយក្នុងចំណោមនឹងត្រូវហើយអញ្ចឹងយើងមើល my name ឈ្មោះរបស់ខ្ញុំគឺអញ្ចឹងឈ្មោះរបស់ខ្ញុំគឺប្រកាសជា RZS ហើយអញ្ចឹងឈ្មោះវាស្មើនឹង R ឬក៏ Z ឬក៏ S អញ្ចឹង der Name គឺឈ្មោះភេទប្រុស R ist អញ្ចឹងយើងយក is មកដាក់កន្លែងនេះទៅត្រូវណាឈ្មោះរបស់ខ្ញុំមិនមែនខ្ញុំទេគឺជាឈ្មោះរបស់ខ្ញុំណាអូខេអញ្ចឹងលោកគ្រូដាក់ហើយយើងយក is មកដាក់មកអូអត់បានអូខេអូបានទេអូខេត្រឹមត្រូវអញ្ចឹងមួយទៀតគឺ we do អញ្ចឹងយើងយកមួយណាទម្រង់ do ប្រកាសជា we heißt do ហើយឬក៏ wir bist du ប៉ុន្តែកន្លែងនេះគឺ we ប្រកាសជា we heißt du ហើយណាបងប្អូនអញ្ចឹងយក heißt មកដាក់មកអូខេអូសចូលហើយបាទអញ្ចឹងយើងត្រូវចេះបែកកិច្ចសព្ទមួយទៀតគឺ heißen នឹងហើយណាអញ្ចឹងរបៀបបែកកិច្ចសព្ទ heißen យើងបែកមិនបងប្អូនហៅឈ្មោះអូខេយើងត្រូវតែបែកទី1គឺកិច្ចសព្ទ heißen បែកហៅឈ្មោះគូសេនៅឡើយនេះហៅឈ្មោះណាអូខេអញ្ចឹង ich heiße du heißt ទម្រង់ do គឺមានកិច្ចសព្ទកតុយវាគឺ st ប៉ុន្តែដោយសារកន្លែងនេះគឺវាមាន s ដល់ទៅ3ណាបងប្អូនអញ្ចឹងត្រូវលុបមួយចោលណាអញ្ចឹងនៅសល់តែមួយទេគឺធម្មតាណាប៉ុណ្ណឹង sie heißen RCS heißt wir heißen អូខេយកតែប៉ុណ្ណឹងសិនណាអញ្ចឹងគឺ do យើងមើលទម្រង់ do គឺនេះមួយនេះអញ្ចឹងយើងយកមកដាក់នេះមកនេះបងប្អូនឃើញហើយបាទអញ្ចឹងគឺ we heißt du តើឯងឈ្មោះអីអូខេខ្ញុំឈ្មោះ
ចឹងបើខ្ញុំឈ្មោះទី2គឺ ich heiße យើងយក ich heiße មកដាក់មកនេះលេខ4ចឹងខ្ញុំនឹងអូសវាដាក់យកពាក្យថា heiße ដាក់ចូលមក ich heiße នេះចឹងឃើញទេបងប្អូនបាទអូខេបន្ទាប់មកនៅចុងក្រោយគេតើលោកឈ្មោះអីតើអ្នកណាគេចេះបងប្អូនបើអ្នកណាចេះ comment ខាងក្រោមវីដេអូមកហើយខ្ញុំនឹងមើលនៅខាងក្រោមណាអរគុណជួបគ្នាវីដេអូក្រោយបងប្អូនចង់រៀនភាសាអាល្លឺម៉ង់បងប្អូនអាចរៀនផ្ទាល់ជាមួយនឹងខ្ញុំតាក់ទងមកតាម Telegram ហើយយើងរៀនផ្ទាល់ online អានសរសេរស្ដាប់និយាយទាំង4ហ្នឹងគឺចម្បងនឹងមានរបៀបប្រឡងធ្វើម៉េចប្រឡងជាប់ទៀតណាបងប្អូនបាទអរគុណសូមសំណាងល្អ